មូលដ្ឋានគ្រឹះនឹងជួយឲ្យមនុស្សម្នាក់ហ្នឹងគាត់មានជំនាញហើយមានការចែកចរចាស្មើនឹងទៅនិយាយមួយភ្ញៀវបញ្ចុះភ្ញៀវមួយចំនួនគាត់អាចនិយាយបានថាគាត់មានចំណេះដឹងទេអញ្ចឹងអ្វីដែលគាត់ស្រឡាញ់អ្វីដែលគាត់មើលឃើញអ្វីដែលគាត់យល់វាផ្ទុយពីភាពស្អាតរបស់គាត់ខ្ញុំលើកឧទាហរណ៍ថាចៅមួយសាកសមមួយគាត់ហ្នឹងក្នុងទម្រង់មួយណាតែគាត់ស្រឡាញ់ផ្សេងមួយទៀតហ្មងអញ្ចឹងមូលដ្ឋានគ្រឹះនេះនឹងទៅជួយនិយាយជួយចរចាជួយបញ្ចុះបញ្ចូលគាត់ឲ្យគាត់មើលឃើញថាតើភាពស្អាតហ្នឹងវាមិនមិនមែនឧទាហរណ៍ថាមុខយើងជ្រុងចង់បានចាំត្រង់ដូចគេការ៉េគឺទៅអត់រួចទេវាដូចកាត់មកទៅហឹងហើយធ្វើឲ្យមុខnóកាន់តែកប៉ាងទៀតអញ្ចឹងនេះមូលដ្ឋានគ្រឹះវាទៅជួយកន្លែងតំណឹងណាអញ្ចឹងសម្រាប់អ្នកចេះហើយក៏ដោយអ្នកមិនទាន់ចេះក៏ដោយគឺអាចរៀនបានទាំងអស់ព្រោះយើងចេញពីលេខ0មិនមែនចេញពីលេខ1ទេខ្ញុំចេញពី0រហូតដល់10ទៅលើចំណេះដឹងនីមួយៗចែកទីមួយមិនថាចាំរំភ្នែកព្រោះមាត់តហុំភ្នែកទីមួយក៏ម៉ាសាគឺយើងចេញពី0ទៅដល់10អញ្ចឹងសម្រាប់អ្នកដែលអត់ទាន់ចេះសោះក៏អាចរៀនបានដែរព្រោះពេលខ្លះគាត់យល់ថាគាត់អត់មានជំនាញអញ្ចឹងពេលដែលគាត់មករៀនគឺអត់កើតឬមួយក៏អីនិយាយទៅមានសំណួរជាច្រើនតែខ្ញុំគិតថាគ្មានការរៀនណាមួយគ្មានការធ្វើណាមួយដែលមិនបាច់ចូលរួមឲ្យចេះចូលរួមសិនអនុវត្តសិនធ្វើសិនបើគេធ្វើ3ថ្ងៃចេះយើងធ្វើ6ថ្ងៃទៅចេះហើយបើគេស្ដាប់3ថ្ងៃចេះយើងស្ដាប់6ថ្ងៃទៅចេះហើយហ្នឹងហើយគឺជាសម្រាប់ហ្នឹងហើយគឺជាចំណុចឡើងចណ្ដាលទី1ព្រោះពេលដែលយើងឡើងចណ្ដាលលើកទី1កម្មទី1យើងនឹងពិចារណាច្រើនណាយើងនឹងគិតច្រើនណាយើងនឹងខ្វល់ច្រើនណាតែតែយើងបានឡើងមកកម្មហើយកម្មទី2ឡើងរបៀបម៉េចយើងមានវិធីសម្រាប់អ្នកអត់ចេះសោះសឹងតែមានភាពងាយស្រួលជាងអ្នកដែលចេះហើយទៀតខ្ញុំហេតុផលឲ្យបានតែអញ្ចឹងសម្រាប់អ្នកអត់ចេះសោះពេលដែលគាត់ដើរតាមស្តង់ដារហ្មងខ្ញុំលើកឧទាហរណ៍ថាការធ្វើការទាញស្បែកការដើរការប្រើប្រាស់ការចាក់បញ្ចូលឬមួយក៏រៀបចំអីផ្សេងៗគឺគាត់ដើរមកពុបស្តង់ដារយកមកគាត់ថាបានដែរហើយគាត់រៀនទៅរៀនអាត្រូវហ្មងគាត់មិនបាច់ចាំបាច់ទៅកែគាត់ធ្វើខុសគាត់មិនបាច់ចាំបាច់ទៅកែទម្លាប់ចាស់គាត់ទេអញ្ចឹងអ្នកដែលធ្លាប់ចេះនិងអ្នកដែលមិនធ្លាប់ចេះរៀនបានអត់រៀនបានទាំងពីរបើគ្រាន់តែចង់មានជំនាញមួយចង់បកកែចង់មានអាជីវកម្មមួយចង់មានពាក្យទៅនិយាយជាមួយគេពេលដែលចូលទៅក្នុងសង្គមចូលរៀនទៅអត់ប្រហែលអត់ខុសអត់ខាតគ្រាន់តែគេចំណាយពេល3ថ្ងៃយើងចំណាយពេល6ថ្ងៃទៅចេះហើយពេលវេលាដែលពួកខ្ញុំដាក់ឲ្យនៅក្នុងពេលវគ្គចូលភាសានេះខ្ញុំអាចប្រើពាក្យមួយថាគឺជាពេលវេលាគ្រប់គ្រាន់ដែលមានពេលអនុវត្តមានពេលធ្វើលើ model មានពេលគ្រប់គ្រាន់នៅក្នុងការវឹកហាត់ដែលរយៈពេល45ថ្ងៃហ្នឹងគេហៅថា45ថ្ងៃផ្លាស់ប្ដូរវាសនាពេលខ្លះយើងគិតថាអូ45ថ្ងៃយូរយើងកុំភ្លេច45ថ្ងៃរយៈពេលត្រឹមតែមួយខែកន្លះអាចឲ្យយើងព្រោះបាន5-10ឆ្នាំអត់វែងទេពេលវេលានៅវែងទៀតសម្រាប់ការរកស៊ីចំណាយពេលវេលាចំណាយលុយប្រើនៅក្នុង45ថ្ងៃប៉ុន្តែយើងអាចប្រើបាន5-10ឆ្នាំសាកសួរត្រឡប់ទៅវិញមានអាជីវកម្មណាដែលល្អជាងនឹងទៀតអត់ហើយភាពជាមនុស្សស្រីស្រឡាញ់នេះគេមនុស្សស្រីស្រឡាញ់មុនគេគឺស្អាតមនុស្សស្រីស្រឡាញ់មុនគេគឺស្អាតមនុស្សស្រីចង់មុនគេគឺស្អាតហ្នឹងហើយបងប្អូនអរគ្នាត្រូវរៀនព្រោះទោះបីជាតិចច្រើនក៏បងប្អូនអរគ្នាដឹងថាអេការប៉ັດភាពស្អាតរបស់មនុស្សស្រីគ្រាន់តែដាក់បន្តិចបន្តួចទៅវាស្អាតហ្មងចង់បើកហាងចង់ធ្វើការពេលដែលយើងមានជំនាញមួយតខ្លួនណាក៏យើងអាចទៅធ្វើការបានក៏យើងអាចទៅបើកហាងបានដោយមិនបាច់ភ័យខ្លាចព្រោះមូលដ្ឋាននឹងជំរុញឲ្យយើងមានភាពជឿជាក់និងរឹងមាំហើយនឹងទុកចិត្តលើខ្លួនឯងហ្មងកន្លែងហ្នឹងឯងគឺជាភាពស្មោះត្រង់មួយធំបំផុតសម្រាប់ខ្លួនឯងមុនពេលយើងចេញរកស៊ី